គោរពនិងជំរាបសួរលោកស្រីប្រិមត្តទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពនិងជាទីមេត្រីគណៈនេះផងដែរនឹងខ្ញុំរិទ្ធវណ្ឌីឡាសូមជម្រាបជូននូវព័ត៌មានជាតិដែលមានមេត្តាសំខាន់ដូចតទៅសមាជរដ្ឋសភានិងព្រឹទ្ធសភាក្នុងថ្ងៃទី2ប្រជុំពិភាក្សាលើប្រធានបទស្ដីពីវិស័យកសិកម្មបន្ទាប់ពីចំណាយពេលរយៈពេល16ម៉ោងប្រជុំពិភាក្សាប្រធានបទ2ក្នុងថ្ងៃទី1ចំពោះខ្លឹមសារពិស្ដាសូមអញ្ជើញតាមដានទស្សនាដូចតទៅនៅព្រឹកថ្ងៃអង្គារទី3ខែមិថុនាឆ្នាំ2025សមាជរដ្ឋសភានិងព្រឹទ្ធសភាបានបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាដោយត្រូវប្រជុំពិភាក្សាលើប្រធានបទទី3ស្ដីពីវិស័យកសិកម្មបន្ទាប់ពីបានចំណាយពេលជាង16ម៉ោងពោលគឺការប្រជុំចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង00:25នាទីឈានចូលថ្ងៃទី3ខែមិថុនាក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួន2គឺប្រធានបទស្ដីពីប្រព័ន្ធគាំពារសង្គមនិងប្រធានបទស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី2នេះមានវត្តមានសមាជិកសមាជដែលមានសមាជិកព្រឹទ្ធសភាចំនួន60អង្គរូបនិងសមាជិករដ្ឋសភាចំនួន119អង្គរូបសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអមដោយឯកឧត្តមលោកជំទាវជាសមាជិកសមាជិការាជរដ្ឋាភិបាលនិងអិសរាជជនជំនាញអញ្ជើញមកធ្វើបទអនារាគមន៍ជូនអង្គសមាជគណៈប្រតិភូគណៈបកនយោបាយនានាដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក៏ចូលរួមផងដែរសមាជរដ្ឋសភាព្រឹទ្ធសភាលើកទី1ដែលបានប្រារព្ធធ្វើនៅពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របម្រើឲ្យឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាបានបង្ហាញពីស្មារតីទទួលខុសត្រូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិនិងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី1មានផ្សាយផ្ទាល់យ៉ាងទូលំទូលាយលើបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋឯកជននិងស្ថាប័នជាច្រើនយ៉ាងទូលំទូលាយជូនសាធារណជនបានទស្សនាស្វែងយល់ផងដែរយោងតាមព្រះរាជតម្រិយដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាមន្ត្រីកុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេបានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យចំនួន$10,000សហរដ្ឋអាមេរិកដែលជាព្រះរាជឧបត្ថម្ភដ៏ឧត្តមឧត្តមរបស់ព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជទ្រព្យចំនួន$10,000សហរដ្ឋអាមេរិកដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលទទួលដោយឯកឧត្តមសេងទៀងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី3ខែមិថុនាឆ្នាំ2025ព្រះរាជទ្រព្យដ៏ឧត្តមឧត្តមនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កងកម្លាំងកម្ពុជាទាំងអស់ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនដើម្បីបុព្វហេតុការពារនិងអភិវឌ្ឍជាតិក្នុងស្មារតីសាមគ្គីថែរក្សាការពារសុខសន្តិភាពអធិបតេយ្យនិងបូរណភាពទឹកដីឲ្យបានកាន់តែរឹងមាំនិងប្រកបដោយចីរភាពក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះសម្ដេចមហាមន្ត្រីកុយសុផលព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេបានជម្រាបជូននៅព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាចក្រម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅចៅទួតរបស់ព្រះអង្គដែលកំពុងបម្រើការងារយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែន
សម្ដេចមហាមន្ត្រីព្រះរាជតំណាងបានមានប្រសាសន៍ជម្រាបជូនថាព្រះករុណាចង់ម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យមេត្តាករុណាសន្តាប្រះប្រណីដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខនិងការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់កូនចៅទូតរបស់ព្រះអង្គព្រមទាំងពរជ័យសិរីមង្គលដ៏បវរមហាប្រសើរពីអង្គព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនកងកម្លាំងជួរមុខដ៏មានសារៈសំខាន់នៅតាមតំបន់ព្រំដែនរបស់កម្ពុជាសូមទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តមឧត្តមជូនជាតិមាតុភូមិក្នុងឱកាសនេះសម្ដេចមហាមន្ត្រីគយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក៏បានប្រគល់ជូននៅថវិកាចំនួន10លានរៀលដែលជាសន្តានចិត្តដ៏ជ្រះថ្លារបស់សម្ដេចមហាមន្ត្រីគយសុផលនិងមន្ត្រីរាជការនៃក្រសួងព្រះបរមរាជវាំងដើម្បីចូលរួមចំណែកបង្ហាញពីភាពរួបរวมគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាឯកឧត្តមសេងទៀងក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយដោយឥតឧបមាសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយចំពោះព្រះមហាករុណាធិគុណដ៏ធ្ងន់បំផុតនៃព្រះករុណាចាំងម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានប្រាស់ព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះគឺបានបង្ហាញឲ្យឃើញអំពីព្រះរាជហឫទ័យមេត្តាករុណាសន្តាប្រះប្រណីដ៏មហាប្រសាទខ្ពង់ខ្ពស់បំផុតប្រាស់ព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាលសម្រាប់ជួយជ្រោមជ្រែងធ្វើយ៉ាងណាពង្រឹងខឿនការពារជាតិប្រជាជនសម្ដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពានពីបរទេសនិងដោះស្រាយបញ្ចប់បញ្ហាចំនួនព្រំដែនតាមនីតិវិធីនិងគោលការណ៍ច្បាប់ដែលជាចំណាត់ការប្រកបដោយការគិតគូរវែងឆ្ងាយក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរឯកឧត្តមសេងទៀងបានថ្វាយព្រះសព្វសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាចង់ម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ព្រះកាយពលមមុននិងមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាមហាមលុបដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជានិងបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅទស្សនិកជនជាទីគោរពឯកឧត្តមសៅសរឿនប្រកាសថវិកាបូជាសពជូនគ្រួសារសពឧត្តមសេនីយ៍ឯកមាសឈឿនថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិឧបត្ថម្ភសម្រាប់ពិធីបុណ្យសពនីតិហានថ្នាក់ឧត្តមសេនីយ៍ចំនួនជាង30លានរៀលត្រូវបានឯកឧត្តមឧត្តមសេនីយ៍ឯកសៅសរឿនអគ្គនាយករងអគ្គនាយកដ្ឋានយុទ្ធសេវាជាប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ឧត្តមនាវីក្រសួងការពារជាតិបាននាំយកទៅប្រគល់ជូនក្រុមគ្រួសារសពឧត្តមសេនីយ៍ឯកមាសឈឿនដល់គេហដ្ឋាននៃគ្រួសារសពស្ថិតនៅភូមិអូអណ្ដូងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពើរាជធានីភ្នំពេញនាព្រឹកថ្ងៃទី2ខែមិថុនាម្សិលមិញនេះសូមបញ្ជាក់ថាឧត្តមសេនីយ៍ឯកមាសឈឿនជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់ក្រសួងការពារជាតិបានទទួលមរណភាពកន្លងទៅនេះឧត្តមសេនីយ៍ឯកសៅសរឿនបានបញ្ជាក់ថាដោយមានការអនុញ្ញាតពីប្រមុខការពារជាតិនិងឯកឧត្តមប្រធានប្រតិភូដោយបានការអនុញ្ញាតពីប្រមុខការពារជាតិឯកឧត្តមប្រធានប្រតិភូបានពំនាំនៅសមាជិកចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំនិងសោកស្ដាយជាទីបំផុតចំពោះការបាត់បង់នៅនីតិហានជាន់ខ្ពស់ក្នុងកងយោធពលខេមរៈភូមិន្ទដែលមានគុណបំណាច់យ៉ាងធំធេងក្នុងបេសកកម្មបម្រើជាតិមាតុភូមិព្រមទាំងសុខសន្តិភាពនាពេលកន្លងមករហូតដល់ថ្ងៃអវសាននៃជីវិតឯកឧត្តមសៅសរឿនបានរំលឹកជូននីតិហានជំនាញគោលនយោបាយតាមបណ្ដាសម័យអង្គភាពនិងក្រុមគ្រួសារថាចំពោះប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យសពនេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៅតែរក្សាបន្តការយកចិត្តទុកដាក់ចំពោះសុខទុក្ខកងយោធពលខេមរៈភូមិន្ទដើម្បីជាការលើកទឹកចិត្តដល់ញាតិមិត្តនិងក្រុមគ្រួសារដែលធ្លាប់មានគុណបំណាច់យ៉ាងធំធេងក្នុងបេសកកម្មបម្រើជាតិមាតុភូមិនិងភាពសុខសាន្តជូនប្រជាពលរដ្ឋរហូតដល់ប្រទេសជាតិទទួលបាននូវសុខសន្តិភាព
ជាក់ស្ដែងថ្ងៃនេះអតីតឧត្តមសេនីយ៍ឯកមាសឈឿនគឺជាយោធិនបានចូលនិវត្តន៍ទៅរស់នៅជាមួយក្រុមគ្រួសារក្នុងសង្គមស៊ីវិលហើយបានទទួលមរណភាពកន្លងទៅនេះក៏ប្រមុខរាជរដ្ឋាភិបាលក្រសួងការពារជាតិអគ្គបញ្ជាការនៅតែបន្តដោះស្រាយនៅថវិកាគោលនយោបាយសម្រាប់ឧបត្ថម្ភបូជាសពជាលើកចុងក្រោយបើទោះបីជាថ្ងៃបូជាសពពុំទទួលបានទាន់ពេលវេលាក៏ដោយក៏ពុំមានការបាត់បង់នៅប្រាក់បូជាសពចំពោះក្រុមគ្រួសារសពឧត្តមសេនីយ៍ឬឧត្តមនាវីណាម្នាក់ឡើយសូមក្រុមគ្រួសារព្រមទាំងជំនាញសម័យអង្គភាពសូមមេត្តាយោគយល់និងអធ្យាស្រ័យឯកឧត្តមសៅសរឿនសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍មាសឈឿនសូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានជាបន្តទៅទៀតនេះដែរគឺគូស្នេហ៍ដែលភរិយាជាកូនជនជាតិដើមភាគតិចហើយស្វាមីជាជនជាតិខ្មែរកណ្ដាលនៅប្រកាន់ភ្ជាប់រៀបអាពាហ៍ពិពាហ៍ប្រពៃណីដូនតាខ្មែរនិងសម័យទំនើបជាការគោរពដល់ទំនៀមទម្លាប់ទាំងសងខាងទោះបីរស់នៅទីប្រជុំជនកណ្ដាលក្រុងហើយមានជីវភាពធូរធារតែគូស្នេហ៍មួយគូដែលភរិយាជាកូនជនជាតិដើមភាគតិចហើយស្វាមីជាជនជាតិខ្មែរកណ្ដាលនៅតែប្រកាន់ភ្ជាប់ការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីដូនតានិងសម័យទំនើបជាការគោរពដល់ទំនៀមទម្លាប់ទាំងសងខាងពិធីមង្គលត្រូវធ្វើឡើងរយៈពេល2ថ្ងៃតាមប្រពៃណីជនជាតិដើមភាគតិចភ្នួងនិងប្រពៃណីខ្មែរកណ្ដាលកាលពីចុងខែឧសភាឆ្នាំ2025ដែលកូនស្រីឈ្មោះសំមឿងសីហវលៈកូនប្រុសឈ្មោះជាឡាលីននៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដោយនៅថ្ងៃទី1ចាស់ទុំបានរៀបចំពិធីសែនព្រេនថ្វាយភ្លេងគងនិងរបាំជនជាតិស្រាពាងជ្រូកមាន់ទានិងដង្វាយផ្សេងជាច្រើនទៀតបងប្រុសជីដូនមួយរបស់កូនក្រមុំខាងលើឈ្មោះណយចន្ទរាបានឲ្យដឹងថាការរៀបចំពិធីមង្គលរបស់ប្អូនស្រីរបស់គាត់ត្រូវបានរៀបចំជាពីរកម្មវិធីដើម្បីជាការគោរពដល់បុព្វបុរសជនជាតិដើមភាគតិចភ្នួងដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយនិងការប្រារព្ធតាមបែបសម័យត្បិតកូនកំលោះជាអ្នកមកពីខេត្តឧត្តរមានជ័យលោកចន្ទរាបានបន្តថាក្នុងនាមជាកូនអ្នកមណ្ឌលគិរីនិងមានពូជអម្បូរជាជនជាតិដើមភាគតិចភ្នួងលោកពិតជាមានសេចក្តីសោមនស្សជាខ្លាំងដោយបានរៀបចំពិធីបែបប្រពៃណីនៅក្នុងរង្វង់សមាជិកគ្រួសារដែលនេះជាការផ្ដល់តម្លៃដល់ប្រពៃណីវប្បធម៌ដូនតាហើយក៏ជាការបង្ហាញដល់កូនចៅជំនាន់ក្រោយកុំឲ្យបំភ្លេចចោលនៅអ្វីដែលជាទំនៀមទម្លាប់របស់ខ្លួនប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីលោកសុកទីឃាវុឌ្ឍមានអារម្មណ៍សប្បាយរីករាយនិងមានមោទនភាពជាខ្លាំងដែលបងប្អូនជនជាតិដើមភាគតិចទាំងអស់រស់នៅក្នុងខេត្តមណ្ឌលគិរីអាចថែរក្សាបាននៅទំនៀមទម្លាប់របស់ពួកគាត់ក្នុងនោះចំពោះទំនៀមទម្លាប់អាពាហ៍ពិពាហ៍ក៏ដូចគ្នាបើទោះបីជាបងប្អូនជនជាតិដើមភាគតិចខ្លះគាត់បានចូលសាសនាផ្សេងពីសាសនាដើមរបស់ខ្លួននិងមានលំហូរវប្បធម៌ដទៃទៀតចូលមកក៏ដោយក៏ពួកគាត់នៅតែថែវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់បានច្រើនផងដែរលោកសុកទីឃាវុឌ្ឍបន្តថាកន្លងមកកាលពីឆ្នាំ2024មន្ទីរវប្បធម៌បានចងក្រងបោះពុម្ពអំពីទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិដើមភាគតិចភ្នួងដែលពេលនោះមន្ទីរបានយកករណីសិក្សានៅភូមិអណ្ដូងក្រលឹងឃុំសែនមនោរម្យស្រុកអូរាំងដោយបានរៀបចំកម្មវិធីបន្តវេនដល់អ្នកជំនាន់ក្រោយចំនួន5នាក់ផងនៅក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍តាមទម្រង់ដើមរបស់ពួកគាត់លោកលោកស្រីប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានជាតិដែលលោកអ្នកទើបបានទស្សនាអបអញ្ញមិញនេះចាប់តែប៉ុណ្ណេះនាងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានទស្សនារបស់លោកអ្នកវគ្គក្រោយលោកអ្នកនឹងបានទស្សនានៅព័ត៌មានអន្តរជាតិវិញម្ដងគណៈនេះនាងខ្ញុំព្រមទាំងក្រុមការងារសូមអរគុណសូមគោរពលា